ស្ដីអ្នកទាំងអស់គ្នាខ្ញុំសេងអញ្ចឹងថ្ងៃហ្នឹងយើងចូលវីដេអូបន្តទៀតពីសំណួរតាមរយៈប្រវត្តិវិទ្យាទី12យើងអញ្ចឹងខ្ញុំខានធ្វើមកឲ្យអ្នកទាំងអស់គ្នាទៅសេងជាប់រៀនធៀបប្លុកពេកហើយប្លុកចប់ហើយទៅជាប់ដូចគ្នាអញ្ចឹងខ្ញុំបានធ្វើបន្តទៀតខ្ញុំធ្វើរហូតដល់ចប់មេរៀនទាំងអស់អញ្ចឹងឥឡូវហ្នឹងយើងចូលដល់មេរៀនរបបកម្ពុជាប្រជាធិបតេយ្យឬក៏ហៅថាខ្មែរក្រហមឬក៏របបប៉ុលពតក្នុងមេរៀនហ្នឹងមានទាំងអស់12សំណួរច្រើនជាងមេរៀនផ្សេងៗដោយសារមេរៀនហ្នឹងវែងដូចគ្នាខ្ញុំយកមកប៉ុណ្្នឹងឯងប៉ុន្តែនៅមានចំណុចច្រើនទៀតដែលអត់បានយកមកដាក់ក្នុងវីដេអូហ្នឹងដោយសារគិតថាវាអត់ដែរចេញហើយឬក៏អត់សូវសំខាន់តែយើងអាចមើលបន្ថែមបានដូចគ្នាអញ្ចឹងសំណួរទី1គឺសួរពីចូលពីការកកើតរបបកម្ពុជាប្រជាធិបតេយ្យអញ្ចឹងគេឲ្យយើងពណ៌នាពីការកកើតរបបកម្ពុជាប្រជាធិបតេយ្យសំណួរទី2គឺតើនៅពេលដែលតើខ្មែរក្រហមប្រើលើសអ្វីខ្លះដើម្បីជំនះប្រជាជនចេញពីទីក្រុងភ្នំពេញដោយដែលយើងបានដឹងចឹងនៅពេលដែលខ្មែរក្រហមវាយបែកចូលមកដល់ទីក្រុងភ្នំពេញគឺរបបនៃគេធ្វើគឺជំនះប្រជាជនចេញពីភ្នំពេញសំណួរទី3ចូលរៀបរាប់ពីគោលការណ៍របស់ខ្មែរក្រហមអញ្ចឹងគោលការណ៍របស់ខ្មែរក្រហមទាំងអស់មាន8គឺទៀតខ្ញុំដឹងហើយទី4គឺចូលរៀបរាប់ឈ្មោះមេដឹកនាំខ្មែរក្រហមអញ្ចឹងឈ្មោះសំណួរនេះក្នុងប្រឡងគេឲ្យធ្លាប់បានរាប់បាន3ឈ្មោះហើយជាមួយនឹង5ឈ្មោះសំណួរទី5ចូលនិយាយពីនយោបាយមហាលុតខ្លះក្នុងសម័យប៉ុលពតក្នុងសំណួរទី5នេះផ្ដោតមេរៀនច្រើនអញ្ចឹងយកចិត្តទុកដាក់សំណួរទាំងអស់គ្នាសំណួរទី6ចូលពណ៌នាពីសោកនាដកម្មក្នុងសម័យរបបប៉ុលពតឬក៏តើរបបបល្ល័ង្កពុទ្ធសាសនាកម្ពុជាប្រជាធិបតេយ្យក្នុងអំឡុងរយៈពេល1975ដល់1979ហ្នឹងនាំមកនៅសោកនាដកម្មអ្វីខ្លះសំណួរទី7ចូលពណ៌នាពីកត្តាសំខាន់ៗដែលធ្វើឲ្យរបបខ្មែរក្រហមដួលរលំឬក៏គេសួរយើងថាតើមូលហេតុអ្វីបានជារបបកម្ពុជាប្រជាធិបតេយ្យដួលរលំម្យ៉ាងទៀតគេសួរយ៉ាងនេះយ៉ាងថ្មីប្លែកចូលពណ៌នាពីកត្តាសំខាន់ៗដែលនាំឲ្យមានជ័យជំនះលើរបបប្រល័យពូជសាសន៍ថ្ងៃទី7ខែមករាឆ្នាំ1979 3នឹងដូចគ្នាទាំងអស់គោលដៅគេចង់សួរថាកត្តាអីខ្លះដែលធ្វើឲ្យសម័យខ្មែរក្រហមដួលរលំទី8ហេតុអ្វីបានជាត្រូវកាត់ទោសមេដឹកនាំខ្មែរក្រហមសំណួរនេះចេញ2ដងហើយសំណួរកាត់ទោសមេដឹកនាំនោះតើមូលហេតុអ្វីបានជារបបបល្ល័ង្កពុទ្ធសាសន៍កម្ពុជាប្រជាធិបតេយ្យសម្លាប់មនុស្សហើយការសម្លាប់នោះផ្ដល់ផលវិបាកអ្វីខ្លះអឺមូលហេតុអ្វីទី10ហេតុអ្វីបានជាកម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហមតើសង្គ្រាមនៅកម្ពុជាក្នុងឆ្នាំ1970 1975និងឆ្នាំ1979 1998មានផលវិបាកអ្វីខ្លះសំណួរនេះគេចង់សួរចាប់ពីរបបសាធារណរដ្ឋខ្មែរមានមុនរហូតក្រោយរបបខ្មែរក្រហមយើងទៅរហូតទៅដល់ព្រះរាជាណាចក្រកម្ពុជាទី2មើលទៅហើយសំណួរទី12ចុងក្រោយវាគឺចូលពណ៌នាពីការកសាងជាតិឡើងវិញក្រោយរបបខ្មែរក្រហមចឹងបានឲ្យឆ្នាំក្រោយឆ្នាំ1979ចឹងចម្លើយសំណួរទី1ចូលពណ៌នាពីការកកើតរបបកម្ពុជាប្រជាធិបតេយ្យអញ្ចឹងដូចវីដេអូមុនដែរមូលហេតុឬក៏ការកកើតនៃរបបថ្មីឬក៏សម័យថ្មីគឺបណ្ដាលមកពីការដួលរលំឬមូលហេតុនៃរបបចាស់អញ្ចឹងការកកើតរបបកម្ពុជាប្រជាធិបតេយ្យមូលហេតុវាគឺមកពីមូលហេតុដែលនាំមកដួលរលំរបបសាធារណរដ្ឋខ្មែរឡើយអញ្ចឹងទី1មូលហេតុទី1គឺកម្ពុជានៅទីក្រុងភ្នំពេញនិងតំបន់រំដោះនឿយណាយនឹងរបបសាធារណរដ្ឋខ្មែរដែលពោរពេញដោយភាពអាប់អួរគឺសង្គ្រាម
ប្រជាជននៅទីក្រុងភ្នំពេញរស់នៅលើដីតូចចង្អៀតដោយរងនៅកង្វះអាហារកង្វះជម្រកបាត់បង់ការងារទំនិញឡើងថ្លៃអតិផរណានេះលុយអនាធិបតេយ្យភាពឬក៏គ្មានសណ្ដាប់ធ្នាប់ចោរកម្មចោរប្លន់ច្រើនអយុត្តិធម៌ពុករលួយមានបនលបែងពាលាភាពច្បុកច្បល់បាតកម្មកោតកម្មកុបកម្មកោតកម្មមួយកុបកម្មហ្នឹងស្តៀងគ្នាប៉ុន្តែខុសគ្នាដោយត្រង់ថាមួយអហិង្សាមួយទៀតហិង្សាខុសគ្នាតែប៉ុណ្ណឹងវិញទីក្រុងរដ្ឋាភិបាលលន់នល់គ្រប់គ្រងបានតែទីក្រុងនិងទីប្រជុំជនហើយជនបទស្រែចម្ការគឺគ្រប់គ្រងដោយបកកុម្មុយនីសឬខ្មែរក្រហមសេដ្ឋកិច្ចរបបសាធារណរដ្ឋខ្មែរដំណើរការដោយគឺបានមកតាមពីជំនួយរបស់សហរដ្ឋអាមេរិកអត់មានចំណូលពីផ្នែកណាផ្សេងទេគឺប្រទេសជិតខាងមួយគឺមានសៀមហើយមួយវៀតណាមហ្នឹងហើយខ្មែរក្រហមខ្មែរយើងហ្នឹងគឺបិទច្រកសេដ្ឋកិច្ចអស់លេខមកការដឹកជញ្ជូនស្បៀងសព្វាវុធរបស់សហរដ្ឋអាមេរិកដើម្បីជួយរដ្ឋាភិបាលលន់នល់ហ្នឹងគឺត្រូវខ្មែរក្រហមកាត់ផ្ដាច់ទាំងផ្លូវគប់ផ្លូវទឹកមានតែផ្លូវអាកាសមួយគត់សម័យខ្មែរក្រហមធ្វើការហុំព័ទ្ធពេញទីក្រុងភ្នំពេញហើយរដ្ឋទឹកហ្នឹងការនាំស្បៀងចូលហើយការចរចារវាងតំណាងសាធារណរដ្ឋខ្មែរនិងតំណាងសម្ដេចនរោត្តមសីហនុឬផ្ដល់ជ័យទៀតចឹងអត់បានរួបរวมគ្នាទេរវាងខ្មែរខៀវមួយខ្មែរដូចជាខ្មែរសឯងខ្ញុំគិតនៅថ្ងៃទី1មេសាឆ្នាំ1975លោកលន់នល់ភៀសខ្លួនទៅសហរដ្ឋអាមេរិកហើយថ្ងៃទី17មេសាគឺខ្មែរក្រហមចាប់ទីក្រុងភ្នំពេញបានអញ្ចឹងនេះគឺជាការចាប់ផ្ដើមនៃរបបកម្ពុជាប្រជាធិបតេយ្យរបបបល្ល័ង្កពុទ្ធសាសន៍របបខ្មែរក្រហមរបបប៉ុលពតតាមបែបហ្នឹងមកចឹងទី2តើខ្មែរក្រហមប្រើលើសអ្វីខ្លះដើម្បីជំនះប្រជាជនចេញពីភ្នំពេញចឹងលើដែលយើងបានដឹងគឺខ្មែរក្រហមវាយបែកទីក្រុងភ្នំពេញនៅថ្ងៃទី17មេសាឆ្នាំ1975គឺវាលុបបែកទីក្រុងភ្នំពេញគ្រប់ទិសទីមកចឹងខ្មែរក្រហមជំនះប្រជាជនចេញពីទីក្រុងភ្នំពេញដោយប្រើលេសថាអង្គការខ្លាចសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកអាហ្នឹងទី1ទី2ចង់បោះសម្អាតខ្មែរទី3ហ្វាក់នយោបាយដឹកជញ្ជូនស្បៀងឲ្យប្រជាជនក្នុងទីក្រុងភ្នំពេញហើយចំពោះអ្នកដែលរឹងតឹងចង់ក្រោយគេនេះអ្នកដែលរឹងតឹងនឹងបញ្ជាគឺអង្គការត្រូវចាប់ចងហើយបាញ់សម្លាប់ចោលភ្លាមៗអញ្ចឹងទាំងអស់គេប្រើ4លេសទី1ខ្លាចអាមេរិកទម្លាក់គ្រាប់បែកទី2បោះសម្អាតខ្មែរអញ្ចឹងខ្មែរក្នុងសម័យប៉ុលពតឬសម័យខ្មែរក្រហមហ្នឹងមាន2ប្រភេទគឺខ្មែរខាងក្រៅហើយជាមួយខ្មែរខាងក្នុងអាហ្នឹងចំនួនហ្នឹងគួរតែទៅមើលឲ្យយើងស៊ីជម្រៅបន្តិចទី3គឺខ្វះមធ្យោបាយដឹកជញ្ជូនស្បៀងសម្រាប់ប្រជាជននៅទីក្រុងភ្នំពេញហើយចុងក្រោយគេណាគេដែលប្រឆាំងឬក៏រឹងតឹងគឺបាញ់សម្លាប់ចោលភ្លាមៗសំណួរទី3ចូលពណ៌នាអំពីគោលការណ៍ក្នុងរបបខ្មែរក្រហមអញ្ចឹងក្រោយពីខ្មែរក្រហមបានកាន់កាប់ឬក៏ជំនះប្រជាជនចេញពីទីក្រុងភ្នំពេញបានហ្នឹងគេបានចេញគោលការណ៍សំខាន់ចំនួន8នៅក្នុងរបបរបស់គេហ្នឹងគឺទី1ជំនះប្រជាជនចេញពីទីប្រជុំជនជាពិសេសគឺទីក្រុងភ្នំពេញទី2លុបបំបាត់ផ្សារទី3លុបបំបាត់ការប្រើប្រាស់រូបិយប័ណ្ណឬក៏លុយហ្នឹងទី4សឹកលោកសង្ឃក្នុងសំណាក់ព្រះពុទ្ធសាសនាទាំងអស់ហើយឲ្យទៅធ្វើស្រែចម្ការនៅតំបន់មូលដ្ឋានជនបទទី5គឺប្រហារជីវិតមេដឹកនាំរបស់លន់នល់ទី6គឺបង្កើតសហគមន៍គំនិតខ្ពស់ទូទាំងប្រទេសទី7គឺបណ្ដេញប្រជាជនភាគតិចវៀតណាមចេញឲ្យអស់
សម័យហ្នឹងគឺទៅឲ្យជនជាតិផ្សេងៗមករស់នៅលើទឹកដីខ្មែរទេគឺដេញចេញអស់លើទី8ចុងក្រោយគេគឺបញ្ជូនទ័ពទៅតាមព្រំដែនជាពិសេសព្រំប្រទល់វៀតណាមអ្នកនរគ្នាដើម្បីចាំ8ហ្នឹងល្អយើងគួរតែចាំចេះទី1យើងមានលុបបំបត្តិទីផ្សារលុបបំបត្តិរូបិយប័ណ្ណតមកគឺលុបបំបត្តិមេដឹកនាំលំណហ្នឹងទី5គឺទី4គឺលុបបំបត្តិជនជាតិវៀតណាមអញ្ចឹងហើយបន្តមកមួយទៀតគឺយើងអាចនិយាយថាលុបបំបត្តិព្រះសង្ឃបានអញ្ចឹងលុបវា5អីលុប5សល់ពីហ្នឹងយើងមានជំនឿប្រជាជនហើយជាមួយនឹងបង្កើតសហគមន៍កម្រិតខ្ពស់ហើយបញ្ជូនកងទ័ពអញ្ចឹងបានថាលុប5ហ្នឹងមានអីខ្លះលុប5ហ្នឹងមានលុបបំបត្តិទីផ្សារលុបបំបត្តិរូបិយប័ណ្ណលុបព្រះសង្ឃគឺបានន័យថាផ្សឹកលោកសង្ឃហើយឲ្យទៅធ្វើស្រែចម្ការទី4គឺលុបបំបត្តិមេលន់នល់គឺបានន័យថាប្រហារជីវិតមេដឹកនាំរបស់របបលន់នល់និងលុបចុងក្រោយគេគឺលុបប្រជាជនវៀតណាមគឺបានថាបណ្ដេញប្រជាជនវៀតណាមចេញពីប្រទេសខ្មែរទាំងអស់ហើយសល់3ទៀតគឺជំនះប្រជាជនចេញពីទីក្រុងបញ្ជូនកងទ័ពទៅតាមព្រំដែនជាពិសេសព្រំដែនវៀតណាមនិងបង្កើតសហគមន៍កម្រិតខ្ពស់អញ្ចឹងយើងមានលុប5សល់3ទៀតយើងគួរតែចាំខ្លួនឯងបាន3ទៀតគឺបញ្ជូនកងទ័ពទៅតាមព្រំដែនបង្កើតសហគមន៍កម្រិតខ្ពស់ហើយជំនះប្រជាជនចេញពីទីក្រុងសំណួរទី4ចូលរៀបរាប់ឈ្មោះមេដឹកនាំខ្មែរក្រហមអញ្ចឹងខ្ញុំអូបមកហ្មងដើម្បីអ្នកទាំងអស់គ្នាស្រួលមើលហើយក៏ក្នុងរូបហ្នឹងមានបង្ហាញមុខតំណែងទៀតអញ្ចឹងអ្នកយើងស្រួលចាំជាងគេគឺប៉ុលពតអញ្ចឹងយើងអាចចាំទាំងអស់គ្នាយើងចាំមួយណាក៏បានដែរគេអត់ថាអីទេមានប៉ុលពតនួនជាសៅផឹមអៀងសារីសុនសេងឈិនជឿនវ៉នវេតកែពកឈៀវសំផននេះមួយទៀតខ្ញុំរស់តែគាត់អត់មានរូបអញ្ចឹងអ្នកទាំងអស់ហ្នឹងយើងអាចចាំឈ្មោះគាត់មួយណាក៏បានដែរចាំឲ្យបានពី3ទៅ5នាក់មកព្រោះក្នុងបដុកមានឆ្នាំណានោះគេឲ្យរៀបរាប់បាន3ឈ្មោះហើយក្រោយមកទៀតគេឲ្យឡើងទៅដល់5ឈ្មោះសំណួរទី5ចូលនិយាយពីនយោបាយមហាលុតផ្លាស់ក្នុងសម័យប៉ុលពតនេះគឺជាចំណុចសំខាន់ក្នុងមេរៀនយើងអញ្ចឹងនយោបាយមហាលុតផ្លាស់ក្នុងរបបខ្មែរក្រហមចំណុចទី1ដែលយើងត្រូវរៀបរាប់ឲ្យគេគឺនិយាយពីគោលនយោបាយអញ្ចឹងគោលនយោបាយសំខាន់គឺសន្តិសុខជាតិហើយជាមួយនឹងសមូហភាពបុគ្គលិកកម្មសន្តិសុខជាតិគឺសំដៅទៅដល់ការស្វែងរកខ្មាំងបង្កប់ឬក៏សត្រូវខាងក្នុងហ្នឹងហើយជាមួយបញ្ជូនទ័ពទៅកាន់ព្រំដែនសមូហភាពបុគ្គលិកកម្មគឺប្រមូលយកទ្រព្យសម្បត្តិទាំងឯកជនទាំងរបស់រដ្ឋទាំងអស់ទុកជាទ្រព្យសម្បត្តិរួមនិងបែងចែកកម្លាំងពលកម្មទៅតាមអាយុភេទនិងវណ្ណៈសង្គមចំពោះគោលដៅវិញគោលដៅថៃបានគេបង្កើតគម្រោងផែនការនឹងឡើងនេះផែនការ4ឆ្នាំអញ្ចឹងទី1គឺបង្កើនទិន្នផលស្រូវជាមធ្យម3តោនទៅ7តោនក្នុង1ហិកតាហើយទិន្នផលស្រូវចែកជា4ចំណែកប្រែក្លាយកម្ពុជាពីកសិកម្មអន់ថយឲ្យទៅជាសង្គមកសិកម្មទំនើបនិងសង្គមឧស្សាហកម្មក្នុងរយៈពេល15ទៅ20ឆ្នាំហើយធ្វើឲ្យកម្ពុជាមានឯករាជ្យម្ចាស់ការខ្លួនទីពឹងខ្លួនឧបត្ថម្ភខ្លួនទាំងសេដ្ឋកិច្ចនិងនយោបាយចំណុចទី3ដែលយើងត្រូវរៀបរាប់ឲ្យគេគឺជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហមណាអញ្ចឹងក្នុងការរស់នៅរបបហ្នឹងគេរស់នៅជាសហករណ៍ឬសហគមន៍សហករណ៍គឺជាប្រជាជនរស់នៅរួមធ្វើការរួមពុករួមនិងចែករំលែកការកំសាន្តជាសមូហភាពគ្មានការរស់នៅជាបុគ្គលនិងគ្មានកម្មសិទ្ធិឯកជន
សហករណ៍ធ្វើឲ្យកម្ពុជាមានឯករាជ្យម្ចាស់ការខ្លួនទីពឹងខ្លួនឧបត្ថម្ភខ្លួនទាំងសេដ្ឋកិច្ចនិងនយោបាយសហករណ៍បង្កើតឡើងដើម្បីពង្រឹងវណ្ណៈកម្មករកសិករឆ្ពោះទៅរកការលុបបំបាត់កម្មសិទ្ធិឯកជននិងវណ្ណៈមូលធនសក្តិភូមិការរៀបចំសហគមន៍មាន3ដំណាក់កាលគឺឆ្នាំ1970ដល់1975ក្រមប្រវាស់ដៃឆ្នាំ1975ដល់ឆ្នាំ1977សហគមន៍កម្រិតទាបហើយចាប់នៅក្នុងឆ្នាំ1977គឺសហគមន៍កម្រិតខ្ពស់អញ្ចឹងក្រោយពីយើងរៀបរាប់សហគមន៍ហើយគឺវណ្ណៈក្នុងសង្គមអញ្ចឹងវណ្ណៈក្នុងសង្គមហ្នឹងគឺចែកចេញជាពីរគឺប្រជាជនចាស់ហើយនិងប្រជាជនថ្មីប្រជាជនថ្មីនេះសំដៅទៅដល់ប្រជាជនដែលរំលាយពីទីក្រុងភ្នំពេញមកប្រជាជនរំលាយពីទីក្រុងភ្នំពេញហើយប្រជាជនចាស់នេះគឺសំដៅទៅដល់ប្រជាជនដែលនៅទីជនបទឬក៏ស្រុកស្រែចម្ការស្រាប់ហើយប្រជាជនចាស់នោះចែកជាពីរប្រភេទទៀតគឺប្រជាជនពេញសិទ្ធិនិងប្រជាជនត្រៀមបន្តមកទៀតយើងនិយាយពីពិធីមង្គលការពិធីមង្គលការរៀបការបែបប្រពៃណីត្រូវហាមឃាត់មានតែអង្គការមួយគត់ជាអ្នករៀបចំអញ្ចឹងបានន័យថាប្រជាជនគឺគ្មានសិទ្ធិជ្រើសរើសគូស្រករទេគឺអង្គការជាអ្នករៀបចំឲ្យការអប់រំបិទទ្វារសាលារៀនការប្រែក្លាយទៅជាមន្ទីរឃុំឃាំងជាឃ្លាំងរំលែកក្របខ័ណ្ឌគ្រូសម្រាប់សិស្សនិស្សិតបញ្ញវន្តចំពោះកុមារវិញកុមារជាកូនរបស់អង្គការកុមារត្រូវអប់រំឲ្យស្រឡាញ់និងដឹងគុណអង្គការមានឆន្ទៈដាច់ខាតនិងជឿជាក់លើអង្គការហ៊ានធ្វើពលិកម្មដើម្បីអង្គការយកការជូនអង្គការយកការជូនអង្គការនោះគឺយកការពីឪពុកម្ដាយទៅប្រាប់អង្គការចឹងសំណួរនយោបាយមហាលោកផងហ្នឹងទាំងអស់មានប្រមាណចំណុចទី1គឺគម្រោងផែនការ4ឆ្នាំគឺតាក់ទងមួយនយោបាយហើយជាមួយគោលដៅទី2គឺទី2នេះចំណុចនេះទី2គឺនិយាយពីជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបហ្នឹងគឺគេរស់នៅជាដោយបង្កើតសហករណ៍ហើយក្នុងសហករណ៍ហ្នឹងមានបែងចែកវណ្ណៈពីរទៀតគឺវណ្ណៈប្រជាជនចាស់និងប្រជាជនថ្មីហើយចំពោះពិធីរៀបការគឺអង្គការជាអ្នករៀបចំការអប់រំគឺគ្មានទេបិទទ្វារសាលារៀនទាំងអស់សម្រាប់គ្រូសម្រាប់និស្សិតសម្រាប់សិស្សសម្រាប់បញ្ញវន្តហើយកុមារក្មេងតូចៗហ្នឹងគឺត្រូវអប់រំដោយអង្គការហ្នឹងហើយគឺឲ្យគោរពស្រឡាញ់និងដឹងគុណអង្គការជឿជាក់លើអង្គការហើយហ៊ានធ្វើពលិកម្មនិងយកការពីឪពុកម្ដាយជូនទៅអង្គការទៀតសំណួរទី6ចូលពណ៌នាពីសោកនាដកម្មក្នុងរបបសម័យប៉ុលពតឬក៏ថារបបបល្ល័ង្កពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនាំមកនូវសោកនាដកម្មអ្វីខ្លះចឹងសោកនាដកម្មដែលកើតឡើងមានគឺក្នុងសង្គមមានជំនះប្រជាជនដែលបង្ខំចេញពីទីប្រជុំជននិងទីក្រុងភ្នំពេញបង្ខំឲ្យប្រជាជនធ្វើការជាទម្ងន់គ្មានពេលឈប់សម្រាកណារហូតដល់បាក់កម្លាំងនៃយន្តគោចែសួរឈប់ចាំជំនះធ្វើការបង្អត់អាហារប្រជាជនគ្មានថ្នាំព្យាបាលរងចាំសេចក្តីស្លាប់បំបិទសិទ្ធិសេរីភាពចំណែកខាងវប្បធម៌វិញគឺប្រព័ន្ធអប់រំត្រូវលុបបំបាត់ចោលទាំងស្រុងបំបត្តិសាលារៀនសម្រាប់គ្រូលុបបំបាត់វត្តអារាមជំនឿសាសនាទំនៀមទម្លាប់ប្រពៃណីកំទេចសំណង់ប្រាសាទចំណុចទី3គឺហេដ្ឋារចនាសម្ព័ន្ធសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់ស្ពានសំណង់សាធារណៈរងការខូចខាតបំបិទសិទ្ធិសេរីភាពបំបត្តិជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ការអប់រំបង្កើតសហគមន៍កម្រិតខ្ពស់ទូទាំងប្រទេសទប់បំបាត់កម្មសិទ្ធិឯកជនធ្វើវិសុទ្ធកម្មវិសុទ្ធកម្មនឹងគឺជាការសម្លាប់រង្គាលអ្នកទាំងអស់គ្នាដើម្បីធ្វើការសម្រិតសម្រាំងយកតែអ្នកដែលស្មោះស្ម័គ្រនឹងអង្គការ100%អានេះដូចជាចម្លើយម្យ៉ាងទៀតសម្រាប់
សំណួរខាងលើចឹងចម្លើយយើងមានពីរប្រភេទចម្លើយមួយនេះគឺនិយាយសេដ្ឋកិច្ចមុនសេដ្ឋកិច្ចទី1សេដ្ឋកិច្ចត្រូវធ្លាក់ចុះដល់ចំណុច0គ្មានកំណើនសេដ្ឋកិច្ចគ្មានការនាំចេញនាំចូលខូចខាតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាដែលគាំទ្រដល់វិស័យសេដ្ឋកិច្ចប្រជាពលរដ្ឋមិនអាចត្រឡប់ធ្វើស្រែចម្ការបានដោយសារស្រែចម្ការត្រូវក្លាយជាចម្ការមីនបាត់បង់ធនធានមនុស្សនិងសម្ភារៈសម្រាប់ធ្វើកសិកម្មឧស្សាហកម្មសិប្បកម្មនិងពាណិជ្ជកម្មដល់ពេលសង្គមវិញគឺធ្វើឲ្យបាត់បង់ជីវិតប្រជាជនជិត2លាននាក់មនុស្សរាប់លាននាក់ត្រូវបែកបាក់គ្រួសារសាច់ញាតិបងប្អូនបន្សល់ទុកនូវស្ត្រីមេម៉ាយជនពិការកុមារកំព្រានិងជនបាក់កម្លាំងគ្មានលទ្ធភាពការពារខ្លួនបាត់បង់ធនធានមនុស្សអ្នកប្រាជ្ញចេះដឹងបុគ្គលជំនាញដែលជាធនធានដ៏សំខាន់សម្រាប់កសាងប្រទេសប្រជាជនកម្ពុជាជាច្រើនដែលរស់នៅក្នុងជំនឿផ្លូវចិត្តរ៉ាំរ៉ៃចំណុចទី3គឺវប្បធម៌ទំនៀមទម្លាប់ប្រពៃណីហេដ្ឋារចនាសម្ព័ន្ធនានាដូចជាសាលារៀនមន្ទីរពេទ្យវត្តអារាមត្រូវបំផ្លាញវិស័យអប់រំត្រូវឈប់ត្រឹងព្រោះមនុស្សត្រូវចំណាយពេលស្វែងរកអាហារប្រតិបត្តិជំនឿសាសនានាពេលនោះមិនជាប់លាប់ឡើយមនុស្សជាច្រើនទៅខ្មែរក្រហមបង្ខំឲ្យធ្វើខុសពីប្រពៃណីដូចជាការរៀបការចំណុចទី4គឺប្រទេសជាតិបាត់បង់កិត្តិយសលើឆាកអន្តរជាតិបាត់បង់កិត្តិយសភាពរបស់ប្រទេសជាតិប្រក្លាយជាប្រទេសដែលពិភពលោកស្គាល់ថាវាលពិឃាតហើយមានចម្លើយផ្សេងៗទៀតអញ្ចឹងនៅក្នុងចម្លើយសំណួរទី6នេះគឺយើងមានចម្លើយពីរបែបនេះចម្លើយទី1តបនេះគឺជាចម្លើយទី2ស្លាញ់មួយណាយកមួយនឹងបាត់សំណួរទី7ចូលពណ៌នាពីកត្តាសំខាន់ៗដែលធ្វើឲ្យរបបខ្មែរក្រហមដួលរលំឬតាមមូលហេតុអ្វីបានជារបបកម្ពុជាប្រជាធិបតេយ្យដួលរលំឬពណ៌នាពីកត្តាសំខាន់ដែលនាំឲ្យមានជ័យជំនះលើរបបឡៅពូជសាសន៍ថ្ងៃទី7មករាឆ្នាំ1979អញ្ចឹងអឺកត្តាដែលធ្វើឲ្យរបបខ្មែរក្រហមដួលរលំទី1ហ្នឹងគឺកើតឡើងពីការស្អប់របស់ប្រជាជនដោយបានទៅធ្វើទរណកម្មកាប់សម្លាប់ប្រជាជនបង្ខំឲ្យប្រជាជនធ្វើការជាទម្ងន់សុខភាពគឺទ្រុឌទ្រោមបាក់កម្លាំងកង្វះអាហារបម្រុងសម្លៀកបំពាក់មានថ្នាំព្យាបាលរងចាំសេចក្តីស្លាប់បំបត្តិសិទ្ធិសេរីភាពជំនឿសាសនាបែបនេះទំនៀមទម្លាប់ហើយមួយទៀតគឺការសម្រិតសម្រាំងយកមនុស្សចាក់ដេវត្តបរិសុទ្ធឬក៏យើងស្គាល់មិញគឺការធ្វើវិសុទ្ធកម្មចឹងនៅពាក់កណ្ដាលឆ្នាំ1976មានការសម្រិតសម្រាំងកើតឡើងគឺយកតែមនុស្សដេវត្តសុទ្ធក្នុងចំណោមសមាជិកសំខាន់ៗក្នុងកុម្មុយនីសកម្ពុជាការសម្រិតសម្រាំងយកមនុស្សបដិវត្តបរិសុទ្ធក្នុងចំណោមសមាជិកសំខាន់ៗក្នុងកុម្មុយនីសកម្ពុជាគឺបានធ្វើឲ្យបែកផ្ទៃក្នុងជាពិសេសជួរដឹកនាំការធ្វើសង្គ្រាមជាមួយនឹងវៀតណាមចាប់ពីឆ្នាំ1975កម្ពុជាប្រជាធិបតេយ្យចាប់ផ្ដើមបង្កចំនួនទៅតាមព្រំដែនជាមួយប្រទេសវៀតណាមដោយគុំប្រមាណកម្លាំងរបស់ខ្លួនកងទ័ពខ្មែរក្រហមមានចំនួនតិចយុទ្ធសាស្ត្រធ្វើសង្គ្រាមខ្សោយតែកងទ័ពវៀតណាមមានអាវុធទំនើបនិងយុទ្ធសាស្ត្រធ្វើសង្គ្រាមពូកែបន្តមកទៀតគឺការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិនៅថ្ងៃទី2ធ្នូឆ្នាំ1978ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានបង្កើតឡើងតែមានបំណងផ្ដួលរលំរបបកម្ពុជាប្រជាធិបតេយ្យហើយនៅថ្ងៃទី25ធ្នូឆ្នាំ1978រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងកងទ័ពស្ម័គ្រចិត្តវៀតណាមបានបើកការវាយប្រហារលើកម្ពុជាប្រជាធិបតេយ្យរហូតបានជ័យជំនះនៅថ្ងៃទី7មករាឆ្នាំ1979ទាំងអស់ហ្នឹងគឺជាចម្លើយគឺជាកត្តាដែលធ្វើឲ្យរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ
សំណួរទី8ហេតុអ្វីបានជាត្រូវកាត់ទោសមេដឹកនាំខ្មែរក្រហមអញ្ចឹងបានជាតុលាការយកបានជាត្រូវកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទី1គឺមេដឹកនាំខ្មែរក្រហមទាំងនេះបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មក្នុងពេលកាន់អំណាចមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិឧក្រិដ្ឋកម្មប្រឆាំងនឹងសង្គ្រាមឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកទទួលបានការការពារអន្តរជាតិការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវឆ្នាំ1949ការបំផ្លាញទ្រព្យសម្បត្តិវប្បធម៌ជាតិការកាត់ទោសមេដឹកនាំខ្មែរក្រហមទាំងនេះដើម្បីផ្ដល់យុត្តិធម៌ភាពស្ងប់ចិត្តការផ្សះផ្សាវិបុលផ្លូវចិត្តដល់ជនរងគ្រោះនិងដែលរស់រានមានជីវិតជាមេរៀនគំរូដល់មេដឹកនាំជំនាន់ក្រោយកុំត្រាប់តែងនិងដើម្បីទប់ស្កាត់កុំឲ្យរបបនេះកើតមានជាថ្មីម្ដងទៀតមួយវិញទៀតគឺធ្វើការបង្រួបបង្រួមជាតិផ្សះផ្សាជាតិផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះដែលបាត់បង់ជីវិតផងដែរហើយជាការដាក់ទណ្ឌកម្មដល់អ្នកដែលបានប្រព្រឹត្តកុំឲ្យរួចខ្លួនទី9តើមូលហេតុអ្វីបានជារបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យសម្លាប់លើហើយការសម្លាប់នឹងនាំមកនូវផលវិបាកអ្វីខ្លះអញ្ចឹងមូលហេតុគឺប្រកាន់យកបដិវត្តន៍កុម្មុយនីសដែលតម្រូវឲ្យមានការគំរាមគោលការណ៍មហាលុតផ្លោះមហាអស្ចារ្យដើម្បីសម្រេចគោលដៅឲ្យឆាប់រហ័សគំនិតស្នេហាជាតិជ្រុលនិយមងងឹតងងល់ដោយតម្រូវឲ្យជឿជាក់លើអង្គការមួយបើពុំនោះត្រូវសម្លាប់ចោលការអប់រំបំពាក់កំហឹងវណ្ណៈដល់កម្មាភិបាលខ្មែរក្រហមតាំងពីមុនឆ្នាំ1975នយោបាយវិមជ្ឈការសិទ្ធិអំណាចកាប់សម្លាប់មនុស្សដល់កម្មាភិបាលថ្នាក់ទាបដែលភាគច្រើនជាមនុស្សមានការសិក្សាតិចតួចឬល្ងងខ្លៅហើយបានក្លាយជាអ្នកដឹកនាំតាមមូលដ្ឋានគោលនយោបាយបោះសម្អាតសម្រិតសម្រាំងយកមនុស្សបដិវត្តន៍បរិសុទ្ធអញ្ចឹងផលលំបាកតែកើតមានពីការសម្លាប់ខាងហ្នឹងគឺមានបាត់បង់កិត្តិយសនិងកិត្យានុភាពលើឆាកអន្តរជាតិដាច់និរន្តរភាពអភិវឌ្ឍជាតិសេដ្ឋកិច្ចជាតិត្រូវរលត់រលាយប្រព័ន្ធអប់រំត្រូវបំផ្លាញយ៉ាងស្រស់បាត់បង់ធនធានមនុស្សបន្សល់ទុកស្ត្រីមេម៉ាយក្មេងកំព្រាជនបាក់កម្លាំងប្រជាជនរាប់សែននាក់រត់ចោលប្រទេសបង្កជាវិបត្តិផ្លូវចិត្តហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញវប្បធម៌សាសនានិងជំនឿត្រូវបានបំផ្លាញចោលសិទ្ធិសេរីភាពកម្មសិទ្ធិឯកជននិងតម្រូវការជាមូលដ្ឋានត្រូវបានដកហូរទៀតទាំងអស់ហ្នឹងគឺជាមូលហេតុតែការនាំឲ្យកើតមានការសម្លាប់ក្រោយមកគឺនាំឲ្យមានផលវិបាកទាំងនេះវិញចំពោះសំណួរទី10ហេតុអ្វីបានជាកម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហមចឹងបានជាកម្ពុជារងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហមគឺទី1ប្រកាន់យកនយោបាយផ្ដាច់ការខ្មៅងងឹតទី2គឺមេដឹកនាំមានចរិតជាតិនិយមជ្រុលទី3ប្រល័យពូជសាសន៍ទី4បង្ខំឲ្យប្រជាជនធ្វើការជាទម្ងន់ទី5បង្អត់អាហារទី6បំបិទសិទ្ធិសេរីភាពគ្រប់យ៉ាងទី7បំបត្តិជំនឿសាសនាបែនីទំនៀមទម្លាប់ការអប់រំទី8គឺធ្វើទរណកម្មទី9ជំនឿប្រជាជនចេញពីទីក្រុងនិងទីប្រជុំជននានាទី10គម្រោងគុំវិជាជ្រុលនិយមផ្នែកនេះគឺមានចំណុចផ្សេងៗទៀតយើងបានតាមគំនិតយើងដែលយើងធ្វើទី1តើសង្គ្រាមនៅកម្ពុជាក្នុងឆ្នាំ1970ដល់1975និងឆ្នាំ1979ដល់1998នាំមកនូវផលវិបាកអ្វីខ្លះតែអ្នកអរគុណឲ្យតាសំណួរណាដែលគេសួរផលវិបាកនៃសង្គ្រាមបញ្ហាសង្គ្រាមណាដែលសង្គ្រាមនៅក្នុងសម័យសាធារណរដ្ឋខ្មែរសង្គ្រាមក្នុងសម័យខ្មែរក្រហមនេះឬក៏ក្រោយសម័យខ្មែរក្រហមក្តីគឺផលវិបាកវាដូចគ្នាយើងមានសិទ្ធិយកផលវិបាកទាំងហ្នឹងយកមកដាក់ក្នុងចំណោយជាចំណោយរបស់យើងបាន
គឺដូចគ្នាទាំងអស់ឲ្យតែសង្គ្រាមចឹងផលវិបាកវាគឺសង្គ្រាមបានសម្លាប់ជីវិតមនុស្សជាង3លាននាក់បន្សល់ទុកស្ត្រីមេម៉ាយក្មេងកំព្រាជនចាស់ជរានិងជនពិការការជម្លៀសប្រជាជនចេញពីទីក្រុងមកតាមខេត្តមានការធ្វើទុក្ខវេទនាមានភាពអយុត្តិធម៌អាណាធិបតេយ្យទូទាំងប្រទេសគ្រឹះស្ថានសិក្សាវត្តអារាមក្នុងការខូចខាតជាខ្លាំងបាត់បង់ធនធានមនុស្សព្រាត់ប្រាសគ្រួសារផ្ទះសម្បែងបាត់បង់សិទ្ធិសេរីភាពជំនឿសាសនាខាងសេដ្ឋកិច្ចវិញគឺដីស្រែចម្ការត្រូវបោះបង់ចោលដីហោះជាចម្ការមានរំលាយគ្រាប់បែករោងចក្រសហគ្រាសរងការខូចខាតបាត់បង់ធនធានមនុស្សនិងអ្នកវិនិយោគទុនមិនហ៊ានចូលមកចម្ការកៅស៊ូត្រូវបោះបង់ចោលផ្លូវគមនាគមន៍ផ្លូវស្ពានថ្នល់ត្រូវអន្តរាយសេដ្ឋកិច្ចធ្លាក់ចុះជាគំហុកក្នុងវិស័យនយោបាយកម្ពុជាត្រូវបាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះកិត្យានុភាពលើឆាកអន្តរជាតិអស្ថិរភាពនយោបាយមានវិនិស្សកម្មគ្រប់វិស័យដោយសារសង្គ្រាមស៊ីវិលប្រជាជនបាត់បង់ជំនឿលើមេដឹកនាំនិងអស់សង្ឃឹមលើជោគវាសនាប្រទេសជាតិប្រទេសកម្ពុជាក្លាយជាប្រទេសឯកាសំណួរទី12ចុងក្រោយគេចូលពណ៌នាពីការកសាងជាតិឡើងវិញក្រោយរបបខ្មែរក្រហមក្នុងអឺសំណួរនេះចម្លើយមាន2បែបដូចគ្នាគឺចម្លើយទី1នេះចម្លើយនេះចម្លើយទី2យកមួយណាក៏បានដែរឬក៏យកបូកវាបញ្ចូលគ្នាក៏បានអឺចម្លើយទី1ខាងផ្នែកសេដ្ឋកិច្ចគឺគេមានការបង្កើតក្រុមសាមគ្គីបង្កបង្កើនផលឬក្រុមប្រវាស់ដៃដើម្បីជួយដល់ស្ត្រីនិងម៉ែចាស់ជរាកុមារកំព្រាជនពិការក្នុងការងារសកសិកម្មកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចមានផ្លូវថ្នល់កំពង់ផែសាលារៀនមន្ទីរពេទ្យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជិតខាងក្នុងតំបន់និងពិភពលោកពង្រឹងសុខសន្តិភាពសុវត្ថិភាពសណ្ដាប់ធ្នាប់សង្គមដើម្បីទាក់ទាញវិនិយោគទុនពីបរទេសបង្កើតសេដ្ឋកិច្ចទីផ្សារសេរីនិងជំរុញការអភិវឌ្ឍធនធានមនុស្សដល់ពេលផ្នែកសង្គមនិងនយោបាយវិញគឺរំដោះប្រជាជនឲ្យរត់ផុតពីរបបប្រល័យពូជសាសន៍ពលពតទប់ស្កាត់អំពើអសកម្មក្នុងសង្គមការជួញដូរមនុស្សអាវុធគ្រឿងញៀនលើកកម្ពស់លទ្ធិប្រជាធិបតេយ្យធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញអនុវត្តនយោបាយមួយរូបពេលចំណុចទី2ចាំគេអត់មានបែងចែកអីទេគេគឺគេហិបហបទៅមកការស្ថាបនាឡើងវិញនៅមានការស្ថាបនាឡើងវិញនៅវិស័យសេដ្ឋកិច្ចកសិកម្មពាណិជ្ជកម្មនិងឧស្សាហកម្មមានបង្កើតក្រុមសាមគ្គីបង្កបង្កើនផលឬក្រុមប្រវាស់ដៃដើម្បីជួយដល់ស្ត្រីមេម៉ាយចាស់ជរាកុមារកំព្រាដែលគ្មានកូនក្របីចំពោះវិស័យអប់រំរដ្ឋាភិបាលបានបង្កើតសាលារៀនឲ្យមានដំណើរការដូចពីមុនមកវិញនិងអនុវត្តតាមពាក្យស្លោកអ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកអត់ចេះមានបញ្ជូននិស្សិតឲ្យទៅសិក្សានៅក្រៅប្រទេសដើម្បីជួយអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនចំពោះវិស័យនយោបាយមានការបង្កើតនយោបាយមួយរូបជាតិហើយឈានដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាគឺថ្ងៃទី23តុលា1991ហើយមានចម្លើយផ្សេងៗទៀតអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺចាប់តាមហ្នឹងហើយនៅនឹងជួបគ្នានៅវីដេអូក្រោយទៀតដើម្បីបន្តបាយបាយអ្នកនរគ្នា